រឿងព្រាយដៃគោល នៅកណ្ដាលវាលស្រែដែលលាតសន្ធឹងរហូតដល់ជើងភ្លុំស្ដាងស្ថិតនៅភូមិមួយឈ្មោះថាទន្លេអូភូមិនេះពោរពេញទៅដោយរឿងរ៉ាវនៃជំនឿអរូបីនិងភាពស្ងប់ស្ងាត់ចម្លែកវីរៈវិស្វករវ័យក្មេងម្នាក់បានមកដល់ទីនេះដើម្បីត្រួតពិនិត្យនិងរុះរើផ្ទះឈើបុរាណមួយដែលគេហៅថាផ្ទះយាយសៅផ្ទះយាយសៅជាសំណង់ឈើខ្មៅទ្រុឌទ្រោមមួយដែលមានអាយុកាលរាប់រយឆ្នាំវាឈរនៅដាច់ដោយឡែកពីគេហ៊ុំព័ទ្ធដោយដើមត្រែងខ្ពស់និងក្លិនស្អុយរលួយនៃឈើចាស់វីរៈមិនជឿរឿងខ្មោចទេគាត់ជឿលើតុក្កវិទ្យានិងទម្ងន់នៃដែកថែបប៉ុណ្ណោះលោកមេភូមិដែលជាបុរសវ័យចំណាស់ពាក់អាវធំរឹបអត់យឺតបានព្យាយាមហាមឃាត់វីរៈមិនឲ្យចូលក្មួយផ្ទះនឹងមិនមែនត្រឹមតែចាស់ទេវាមានម្ចាស់ហើយពួកយើងហៅវាថាផ្ទះព្រាយដៃគោលវាជាសំណង់ដែលគេបិទបាំងទុកមិនមែនឲ្យអ្នកណាមកជីកកកាយទេវីរៈសើចតិចតេងលោកមេភូមិខ្ញុំគ្រាន់តែមកវាសវែងរចនាសម្ព័ន្ធប៉ុណ្ណោះបើមានខ្មោចមែនខ្ញុំនឹងរាយការណ៍ទៅក្រុមជំនាញភូមិសាស្ត្រដើម្បីស៊ើបអង្កេតពីប្រភពរំញ័ររបស់វាដោយមានការព្រមានយ៉ាងមុតម៉ាំវីរៈក៏បោះជំហានចូលទៅក្នុងផ្ទះភាពងងឹតត្រជាក់រត់ចូលដល់ឆ្អឹងនៅពេលដែលគាត់បើកទ្វារគាត់ឃើញថាផ្នែកខាងក្នុងផ្ទះពោលពេញទៅដោយភាពរញ៉េញ៉ៃនៃរបស់ចាស់ប៉ុន្តែអ្វីដែលធ្វើឲ្យគាត់ចាប់អារម្មណ៍ជាងគេគឺដែកគោលមានដែកគោលគ្រប់ទំហំគ្រប់ប្រភេទរីប៉ាយពេញកម្រាលឈើប្រេះស្រាំដែកគោលខ្លះមានទំហំធំដូចដែកកេះរឹងនិងច្រេះចាប់ក្រហមដូចឈាមស្ងួតពួកវាហាក់ដូចជាត្រូវបានគេបោះបាំងចោលភ្លាមដែកគោលខ្លះទៀតត្រូវបានគេត្បៀតភ្ចូលទៅក្នុងជញ្ជាំងយ៉ាងចម្លែកដូចជាកំពុងព្យាយាមចាក់សោអ្វីមួយដែលមើលមិនឃើញវីរៈចាប់ផ្ដើមការងាររបស់ខ្លួនដោយវាស់ជ្រុងនីមួយរាល់ពេលដែលគាត់ដាក់ម៉ែត្រវាស់លើកម្រាលឈើគាត់មានអារម្មណ៍ថាដូចជាកំពុងដើរលើក្របដែកដោយសារចង្ងាយផ្លូវឆ្ងាយវីរៈសម្រេចចិត្តស្នាក់នៅផ្ទះនោះមួយយប់គាត់បោះតង់តូចមួយនៅកណ្ដាលបន្ទប់ធំដែលពីមុនប្រហែលជាបន្ទប់ទទួលភ្ញៀវប្រហែលម៉ោង2យប់គាត់ភ្ញាក់ឡើងដោយសារសំឡេងចម្លែកមួយវាជាសំឡេងកោះដែកតិចវីរៈក្រោកអង្គុយគាត់ស្មានថាវាប្រហែលជាសត្វកណ្ដុះប៉ុន្តែសំឡេងនោះមិនមែនជាសំឡេងកក្រឹតទេវាជាសំឡេងដែកកោះដែកឬដែកកោះឈើរំញ័រយ៉ាងខ្លាំងក្នុងភាពស្ងាត់ជ្រងំសំឡេងនោះហាក់ដូចជាមកពីក្រោមផ្ទះវីរៈចាប់ពិលបើកភួយដើរចុះពីតង់ភ្លាមនោះក្លិនច្រេះដែកចាស់និងក្លិនដីសើមបានសាយភាយចូលច្រមុះគាត់ចុះទៅក្រោមផ្ទះប្រើពន្លឺពិលរំកិលរកមើលប្រភពសំឡេងក្រោមផ្ទះមានដីខ្មៅស្អិតល្មួតនិងឫសឈើចាក់ស្រេះគាត់មិនឃើញអ្វីទាំងអស់សំឡេងក៏ស្ងាត់ទៅវិញពេលគាត់ឡើងមកលើវិញគាត់មានអារម្មណ៍ថាត្រជាក់ខ្លាំងជាងមុនគាត់ឈរនៅកណ្ដាលបន្ទប់ស្រាប់តែគាត់ចាប់អារម្មណ៍ថាមានអ្វីមួយប្លែកនៅជើងគាត់សម្លឹងមើលទៅស្រមោលរបស់ខ្លួនឯងដែលដេកផ្អៀងលើកម្រាលឈើក្រោមពន្លឺព្រះច័ន្ទដែលចាំងតាមបង្អួតដែកគោធំមួយទំហំប៉ុនម្រាមដៃក្មេងត្រូវបានគេត្បៀតចូលទៅក្នុងកម្រាលឈើចំចំណុចដែលស្រមោលរបស់គាត់ស្ថិតនៅវាជាដែកគោលថ្មីមិនមានច្រេះដូចដែកគោលផ្សេងទៀតឡើយវាដូចជាត្រូវបានគេកោសចូលនាពេលនេះស្រមោលរបស់វីរៈហាក់ដូចជាត្រូវគេចងជាប់នឹងផ្ទះនោះបេះដូងវីរៈលោតខុសចង្វាក់ភាពភ័យខ្លាចដែលគាត់មិនធ្លាប់ស្គាល់បានចាក់ស្រោយពេញខ្លួនគាត់ប្រញាប់ដើរចេញពីទីនោះហើយនៅពេលដែលគាត់ផ្លាស់ទីស្រមោមក៏រលាស់ចេញពីដែកគោលនោះដែរនេះជារឿងអត់ទំនងគាត់និយាយទៅកាន់ខ្លួនឯងប៉ុន្តែដៃរបស់គាត់ញ័រខកធម្មតាព្រឹកឡើងវីរៈបានទៅសួរលោកមេភូមិយ៉ាងលម្អិតអំពីប្រវត្តិប្រទេសនោះរឿងយាយសៅវាសាហាវណាស់ក្មួយយាយសៅជាស្ត្រីមានកូនម្នាក់ដែលត្រូវប្តីបោះបង់នៅពេលកូនគាត់ស្លាប់ដោយសារជំងឺអាតកំបាំងគេចោទថាគាត់ជាអាបគាត់ស្លាប់យូរហើយប៉ុន្តែយូរទៅគេខ្លាចគាត់ខ្លាយជាព្រាយមកតាមយាយីញាក់ភូមិឆ្នះពួកគេបានធ្វើអ្វីវីរៈសួរទាំងពងស្ងួតពួកគេបានសម្លាប់គាត់ហើយដើម្បីធានាថាព្រលឹងរបស់គាត់នឹងមិនអាចរើសបំរាស់បានពួកគេបានអញ្ជើញគ្រូចាស់ម្នាក់មកធ្វើពិធី
គេបានយកដៃគោលបុរាណដែលមានទំហំធំៗមកចាក់សពគាត់ជួបនឹងដៃក្រោមផ្ទះគេបានចាក់ត្រង់កន្លែងសំខាន់ៗដូចជាបេះដូងខ្នានិងដៃជើងទុកឲ្យប្រលឹងគាត់ជួបនៅទីនោះជារៀងរហូតលោកមេភូមិប្រាប់ថារឿងប្រាយដៃគោលមិនមែនជាខ្មោចដើរតោងទេតែជាប្រលឹងដែលជួបគៀងនៅក្នុងភាពឈឺចាប់ប្រលឹងនោះគ្មានកម្លាំងឬបំរាស់ទេតែវាប្រាយដៃគោលជាមធ្យោបាយបង្ហាញភាពឈឺចាប់របស់វាវីរៈយល់នាងមិនមែនតាមយាយីទេនាងកំពុងព្យាយាមចាក់សោអ្នកដតីដោយដែលនាងត្រូវបានគេចាក់សោដែរនៅយប់នោះវីរៈបានវិលត្រឡប់ទៅផ្ទះយាយសៅវិញមិនមែនដើម្បីវាស់វែងទេតែដើម្បីដោះលែងគាត់បានរកឃើញទ្វារក្រំដីមួយដែលលាក់បាំងដោយកម្រាលឈើប្រេះស្រាំនៅពេលគាត់បើកវាក្លិនសើមស្អុយរលួយបានបាក់មកប៉ះមុខគាត់ចុះទៅក្នុងរន្ធដ៏តូចចង្កៀតនោះដែលជាទីដែលសយាយសៅត្រូវបានកប់គាត់ចាប់ផ្ដើមជីកកកកាយដីពេលគាត់ជីកបានមួយសន្ទុះគាត់ក៏ប៉ះនឹងវត្ថុរឹងមួយជីឈើទ្រុឌទ្រោមនៃមឈូសដែលរលួយអស់ហើយភ្លាមនាមនោះសំឡេងកោះដៃកូនបានផ្ទុះឡើងខ្លាំងៗនៅក្នុងផ្ទះខាងលើវាលិនលឺដូចជាមនុស្សរាប់សិបនាក់កំពុងវាយដៃខ្លងពេលតែមួយវីរៈបើកពេលទៅជញ្ជាំងក្បែរគាត់ឃើញស្រមោលដ៏ខ្ពស់ស្គើមស្កាំងមួយកំពុងលូនចុះតាមចន្ទើចុះមកក្រោមព្រៃដៃគោលមិនបានបង្ហាញខ្លួនជាតម្រង់មុខមាត់គួរឲ្យខ្លាយទេតែជារូបរាងស្រមោលខ្មៅងងឹតមួយដែលត្រូវបានពត់កោងដោយដៃគោលប្រលឹងនោះហាក់ដូចជាត្រូវបានគេទាញឲ្យរាបស្មើដោយសារទម្ងន់នៃដៃគោលដែលជ្រែកចាប់ជាប់នឹងដីវីរៈបានឃើញភ្នែកពណ៌លឿងដ៏ស្រអាប់មួយគូសម្លឹងមើលមកគាត់ដោយក្តីឈឺចាប់ដ៏ធ្ងន់ធ្ងរដោះលែងខ្ញុំឈឺណាស់ខ្ញុំចង់ដោះលែងសំឡេងស្អករបស់នាងលាន់លឺដូចខ្យល់ចេញពីអណ្ដូងជ្រៅនៅពេលវីរៈងាកមកជីកបន្តគាត់មានអារម្មណ៍ថាមានអ្វីមួយមុតស្រួចបានទម្លុះសាច់ក្នុងដៃរបស់គាត់លាន់មាត់ស្រែកដោយការឈឺចាប់ពេលគាត់មើលទៅគាត់ឃើញដៃគោលច្រេះចាប់មួយបានចាក់ទម្លុះស្បែករបស់គាត់ដូចជាមាននរណាម្នាក់បានកោះវាជាប់នឹងឆ្អឹងនាងកំពុងព្យាយាមចាក់សគាត់ឯងត្រូវនៅទីនេះជាមួយខ្ញុំព្រៃនោះស្រែកដៃគោលជាច្រើនបានផ្ទុះចេញពីចិនជាងដៃហោះមកជំវិញខ្លួនវីរៈព្យាយាមចាក់គាត់ជាប់នឹងមឈូសវីរៈខំថ្មិញដោយក្តីឈឺចាប់បានទៅដល់កន្លែងដែលគាត់គិតថាជាចំណុចកណ្ដាលនៃសពគាត់ជែកយ៉ាងលឿនរហូតដល់គាត់ប៉ះនឹងវត្ថុដ៏រឹងមាំមួយវាជាដៃគោលមេដៃគោលនេះធំជាងគេទាំងអស់ទំនងជាត្រូវបានគេប្រើដើម្បីចាក់ទម្លុះបេះដូងរបស់យាយសៅវាត្រូវបានគេត្បៀតយ៉ាងច្រើនទៅក្នុងដុំថ្មគ្រឹះវិរៈទាញដង្កាប់ដែកដែលគាត់បានត្រៀមទុកហើយដាក់វាទៅលើដៃគោលមេនោះគាត់ប្រឹងអស់ពីកម្លាំងព្រាយនោះស្រែកយំយ៉ាងខ្លាំងកាន់តែជិតស្រមោលខ្មៅនោះស្ទុះមករកគាត់ព្យាយាមចាប់បំពង់កគាត់វីរៈទាញដៃគោលមេនោះចេញពីដុំថ្មបានសម្រេចដៃគោលច្រៃចាប់នោះមានប្រវែងជាងមួយចង្អាមនៅពេលដៃគោលនោះចេញពីដុំថ្មព្រៃដៃគោលបានបញ្ចេញសំឡេងស្រែកយ៉ាងសន្ធឹកដែលធ្វើឲ្យជញ្ជាំងផ្ទះខាងលើបាក់ស្រុតចុះមកសំឡេងនោះមិនមែនជាសំឡេងគំរាមទេតែជាសំឡេងឈឺចាប់ដែលត្រូវបានដោះលែងស្រមោលខ្មៅងងឹតនោះបានរលាយបាត់ទៅកណោភាពងងឹតនៃរន្ធដៃជាមួយសំឡេងខ្សឹបខ្សៀវដ៏ស្ងៀមស្ងាត់មួយអរគុណវីរៈប្រញាប់ចេញទីរន្ធដីនោះទាំងខ្លួនប្រាណរបួសនិងមានស្នាមដៃគោលចាក់លើដៃផ្ទះយាយសៅបានដួលរលំទាំងស្រុងនៅពេលព្រឹកព្រលឹមទីភំភុតភាពស្ងប់ស្ងាត់បានគ្របដណ្ដើបលើវាលស្រែនោះវីរៈចាក់ចេញពីភូមិទុលេអូដែលមិនបានរាយការណ៍អំពីអ្វីដែលគាត់បានឃើញនោះទេគាត់គ្រាន់តែដឹងថាគាត់បានធ្វើអ្វីដែលត្រឹមត្រូវតាមរបៀបផ្ទាល់ខ្លួនរបស់គាត់ប៉ុន្តែរាល់ពេលដែលគាត់លាងដៃគាត់តែងតែឃើញស្លាកស្នាមរុនដែលដៃគោលចាក់ទម្លួសនៅតែមានហើយអ្វីដែលចម្លែកនោះគឺពេលគាត់ត្រឡប់ដល់ផ្ទះនៅទីក្រុងវីរៈបានបរកាបូបស្ពាយដែលគាត់ធ្លាប់ដាក់ឧបករណ៍របស់គាត់នៅបាតកាបូបគាត់បានឃើញដៃគោលមេដែលគាត់បានដកចេញពីក្រោមដីនោះវីរៈយកវាឡើងមកពិនិត្យ
វាឡើងមានច្រេះឬដីទៀតហើយ វាជាដៃគោលដែលស្កាតភឺចាញ់ចាំងដូចជាត្រូវបានគេខាត់ដោយដៃអស់ជាច្រើនទសវត្សរ៍វីរៈមិនហ៊ានបោះវាចោលទេគាត់ដឹងថាបើទោះជាប្រលឹងយាយសៅត្រូវបានដោះលែងក៏ដោយក៏ដៃគោលនោះនៅតែជាចំណងហើយចំណងនោះឥឡូវនេះបានភ្ជាប់ជាមួយគាត់ជារៀងរហូតរាល់យប់វីរៈមិនឮសំឡេងគោះដៃគោលនៅក្រោមផ្ទះទេប៉ុន្តែពេលខ្លះនៅពេលគាត់កំពុងធ្វើការគាត់មានអារម្មណ៍ថាដូចជាមានទម្ងន់នៃដៃគោលមួយកំពុងសង្កត់លើដួងចិត្តរបស់គាត់បានក្លាយជាអ្នកថែរក្សាដៃគោលហើយគាត់ដឹងថាថ្ងៃណាមួយគាត់នឹងត្រូវស្វែងរកកម្លែងថ្មីដើម្បីត្បៀតវាឬប្រហែលជាត្រូវបន្តការឈឺចាប់ដែលយាយសៅបានបន្សល់ទុក